មុនបងអូនឈប់រៀនមើលមកខ្ញុំសិនគេថាខ្ញុំនឹងមិនមានថ្ងៃឯករាជ្យនឹងម្ចាស់ការលើខ្លួនឯងបានទេគេថាទៅរៀនខាតតែពេលអត់ប្រយោជន៍ប៉ុន្តែតាមការខិតខំប្រឹងប្រែងខ្ញុំបានបង្ហាញពួកគាត់ថាពួកគាត់គិតខុសហើយពួកយើងប្រឈមមុខនឹងឧបសគ្គផ្សេងៗខុសពីសិស្សដទៃមែនតែយើងមានឧបករណ៍ជំនួយនិងការគាំទ្រផ្សេងៗដើម្បីជួយឲ្យយើងអាចទទួលបានជោគជ័យខ្ញុំត្រេកអរដែលមានឪពុកម្ដាយដែលតែងតែផ្ដល់ទំនុកចិត្តលើខ្ញុំថាខ្ញុំពិតជាអាចធ្វើបានដូចអ្នកដទៃដែរដោយសារតែខ្ញុំនៅតែបន្តការសិក្សាខ្ញុំមានជំនាញច្បាស់ខ្ញុំមានជម្រើសច្រើនហើយប្អូនក៏អាចចាប់យកឱកាសទាំងអស់នេះបានដូចខ្ញុំដែរចា៎អរគុណច្រើនបងជម្រើសប្អូនអនាគតប្អូន